ចូលទៅសំណួរបន្តទៀតតើការថាប្រយោជន៍នៃការបំបែកចំណូលអាជីវកម្មនឹងតខ្លួននឹងមានន័យខ្លះដែរលោកគ្រូបើបងប្អូនកត់ឲ្យដាច់ពីគ្នារវាងគ្រួសារនិងអាជីវកម្មទៀតយើងច្បាស់តាំងពីរឿងលុយកាក់តខ្លួនក្នុងគ្រួសារយើងទៀតណាបាទឃើញទេអញ្ចឹងច្បាស់ទាំងរឿងលុយកាក់ក្នុងស្ថានភាពក្នុងគ្រួសារច្បាស់ទាំងអាជីវកម្មបាទណាគ្រប់គ្រងបានណាបានន័យថាដឹងច្បាស់ចំណាយគ្រួសារប្រហែលក្នុងមួយខែចំណាយកូនប្រហែលចំណាយទឹកភ្លើងគ្រួសារប្រហែលចំណាយទឹកភ្លើងចំណាយផ្សេងឬក៏ចំណាយអីនៅក្នុងអាជីវកម្មប្រហែលយើងច្បាស់ឃើញទេយើងច្បាស់ផ្សេងគ្នាដឹងគ្រួសារយើងត្រូវចាយប៉ុណ្ណេះក្នុងមួយខែអញ្ចឹងអាជីវកម្មយើងរលុយចំណេញបានគ្រប់ចាយអត់ហ្នឹងហើយកុំឲ្យពេលខ្លះធ្វើអាជីវកម្មខ្លះពេលខ្លះបងប្អូនយើងធ្វើអាជីវកម្មហូបដើមរបស់អាជីវកម្មឯងយកដើមអាជីវកម្មហ្នឹងមកហូបបាទជាមួយទៅគាត់បើកអាជីវកម្មមួយគាត់ទិញគ្រឿងមកគាត់ចាយលុយដើមទុនគាត់អស់$10000និយាយកាហ្វេចុះតពីអាទិត្យមុនគ្រឿងអស់$10000ដើម្បីទិញកាហ្វេរោងកាហ្វេតូបកាហ្វេទិញម៉ាស៊ីនកាហ្វេអញ្ចឹងមកបាទជារឿយគាត់តែងតែចាយវាចូលគ្នាបាទអញ្ចឹងគាត់ចាយមកគាត់លក់ទៅគាត់សល់បានលុយគាត់ដឹងថាហ្នឹងគឺជាលុយចំណេញទៅហ៎ដកលុយនេះទៅចាយវាអញ្ចឹងទៅ2-3ឆ្នាំក្រោយមកម៉ាស៊ីនកាហ្វេគាត់ខូចសិនកាហ្វេមួយ5000អីចឹងឧទាហរណ៍ចុះថាវាថ្លៃទៅចុះណាវិញយើងឧទាហរណ៍វិញដល់10000ណាបាទតែបើឧទាហរណ៍តែ3000ក៏បានដែរ3000បើកាហ្វេបានដែរបាទចឹងមកតែម៉ាស៊ីនកាហ្វេ2000ចុះណាស្រាប់ទៅ2ឆ្នាំក្រោយម៉ាស៊ីនកាហ្វេនោះខូចទៅយើងធ្វើម៉េចយើងត្រូវការម៉ាស៊ីនថ្មីទៅហ៎បាទប៉ុន្តែលក់អដងមានបានត្រៀមលុយទុកសម្រាប់ទិញម៉ាស៊ីនថ្មីអត់ផងព្រោះយកចាយអស់ហើយលក់បានថ្ងៃហ្នឹងចាយអស់10000នៅលក់បាន20000អញ្ចឹងចំណេញ10000អញ្ចឹងយក10000ហ្នឹងឲ្យកូនចាយវាទៅបាទអញ្ចឹងដល់ពេលម៉ាស៊ីនខូចឬក៏របស់អីមួយខូចទៅទិញថ្មីទៅដោះដូរទៅជួសជុលអត់មានលុយអាហ្នឹងគ្រូនិយាយមិនអញ្ចឹងគឺយើងកំពុងតែចាយដើមទុនអាជីវកម្មចាយដើមអាជីវកម្មយើងមិនមែនចាយលុយចំណេញទេណាយើងចាយដើមអាជីវកម្មព្រោះយើងចាយអាជីវកម្មដួលត្រូវធ្វើអីផ្សេងទៀតយើងអត់មានទុនដើម្បីទៅធ្វើវាទេចុះអត់សឹងកាហ្វេយើងបើកតូបហើយទៀតបិទចោលឃើញទេយើងបិទចោលអត់ដឹងខ្លួនណាបាទឬក៏ពេលខ្លះបងប្អូនមានលទ្ធភាពបងប្អូនទៅខ្ចីលុយគេមកទិញម៉ាស៊ីនកាហ្វេទៀតឃើញទេពេលខ្ចីលុយគេមកទិញបង្កើននៅការចំណាយមួយទៀតថ្លៃបង់ការប្រាក់អីគេទៀតបាទអញ្ចឹងជារឿយបងប្អូនកាន់រកស៊ីយូរទៅកាន់កើនអីគេកើនណុលផ្សេងរៀងគេកាន់ច្រើនទៅចំណាយបង់ការប្រាក់កាន់ច្រើនទៅសួរតែអាជីវកម្មយើងអាចរស់រានដល់ពេលណាផងណាសួរតែយើងអាចប្រកួតប្រជែងតម្លៃមួយគេបានអត់បាទណាពេលដើមយើងកាន់ដើមទុនដើមរបស់យើងណាថ្លៃដើមរបស់យើងកាន់តែកើនច្រើនយើងអាចទៅប្រកួតតម្លៃមួយគេទៅហ៎នៅពេលអញ្ចឹងត្រឡប់មកវិញអត្ថប្រយោជន៍នៃការគ្រប់គ្រងចំណូលចំណាយដាច់ដោយឡែកគ្នាគឺជៀសវាងបាននៅបញ្ហាអស់ហ្នឹងយើងនឹងច្បាស់ថាយើងចាយគ្រួសារប៉ុន្មានយើងបានដកពីអាជីវកម្មប៉ុន្មានយើងត្រូវដាក់ទៅឲ្យអាជីវកម្មវិញប៉ុន្មានចំណេញមែនតែនប៉ុន្មានណាអាចចំណេញយកមកចាយបានប៉ុន្មានអាចចំណេញឃើញលុយហើយចាយមិនបានប៉ុណ្ណាណាអាហ្នឹងគឺជារឿងសំខាន់មួយហើយបងប្អូនត្រូវច្បាស់ណាបាទពីព្រោះថាខ្ញុំច្បាស់ដែរហ្នឹងរាល់ថ្ងៃរកស៊ីដាក់មកដុំតែចិត្តតែដកឲ្យកូនអី10000 20000ទេតិចតួចទេណាតែបងប្អូនកុំភ្លេចថាបងប្អូនមើលទឹកយើងបាទទឹកយើងមកកធុនហីស្រុកខ្ញុំហៅកធុនច័ន្ទដែកហីមកអីអាហ្នឹងកធុនណាបាទទឹកធម្មតាណាណាយកទឹកថ្នាំឬក៏ទឹកខ្វក់អីមួយបតក់តំណក់ពីតំណក់ទៅឃើញធ្វើអីទឹកទាំងមូលហ្នឹងវាខ្លាយទៅជាទឹកខ្វក់វាអត់អាចឲ្យយើងប្រើប្រាស់បាននេះទៅបាទអញ្ចឹងការកត់ត្រាច្បាស់លាស់បែងចែកគ្នាឲ្យដាច់ពីគ្នាឲ្យដាច់តែស្រឡះតែម្ដងគឺជារឿងដែលត្រូវធ្វើបំផុតហើយបាទឃើញទេអញ្ចឹងវាអាច
តិចដូចហ្នឹងវាអាចធ្វើឲ្យអាជីវកម្មបងប្អូនអាជីវកម្មយើងអាលាយបានណានិយាយអញ្ចឹងហ្មងតែបាទ